សួស្តីថ្ងៃនេះនាងខ្ញុំបាននំអន្សមបំពងពុកម៉ែបងប្អូននំអន្សមបំពងដាក់ជាមួយនឹងទឹកត្រីផ្អែមគឺថាឆ្ងាញ់អស់ទាស់តែហ្មងធ្លាប់តែយើងយកនំអន្សមមកញ៉ាំទៅទេថ្ងៃនេះនាងខ្ញុំយកវាមកបំពងហើយដាក់ជាមួយនឹងទឹកត្រីគឺឆ្ងាញ់ប្លែកម្យ៉ាងខែហ្នឹងនំអន្សមសច្រើនអញ្ចឹងពុកម៉ែបងប្អូនមិនដឹងថាធ្វើអ្វីឆ្ងាញ់បងពុកម៉ែបងប្អូនអាចសាកតាមរបៀបនាងខ្ញុំបានគឺមានរសជាតិឆ្ងាញ់ណាស់តែថ្ងៃនេះនាងខ្ញុំអត់សូវមានបន្លែច្រើនទេនាងខ្ញុំមានតែជីក្រហមហើយនឹងសាឡាត់